អ្នកនៅក្រោមសមុទ្របានឡើងមកវាដណ្ដើមទឹកដីទាំងនៅក្នុងឋានមនុស្សនិងឋានទេវតាចង់ដឹងថាតើហេតុអ្វីបានជាពួកយក្សទាំងនោះមានមហិទ្ធិឫទ្ធិខ្លាំងពូកែយ៉ាងនេះហើយអ្នកណាទើបអាចបង្ក្រាបពួកយក្សទាំងនោះដើម្បីឲ្យពិភពលោកទាំងមូលទទួលបានសន្តិភាពឡើងវិញតោះអញ្ជើញទស្សនាជាមួយខ្ញុំទាំងអស់គ្នានៅរឿងអាវក្រោះទឹកនិងលំពែងវេទមន្តសូមជួយចុច Subscribe ដើម្បីលើកទឹកចិត្តនាងខ្ញុំផលិតវីដេអូថ្មីៗបន្តកាលពីយូរលង់ណាស់មកហើយក្រោមសមុទ្រដ៏ធំទូលាយមានទីក្រុងមួយស្ថិតនៅក្រោមទឹកទីក្រុងនេះត្រូវបានគេហៅថាក្រុងរាមាដែលជាទីក្រុងរបស់ពួកយក្សចិត្តអាក្រក់ដែលមានយក្សឈ្មោះថាសមុទ្រលាន់គ្រប់គ្រងនៅទីនោះយក្សកំណាចនេះទទួលបានពរពីព្រះព្រហ្មដូច្នេះទើបធ្វើឲ្យគេមានមហិទ្ធិឫទ្ធិខ្លាំងក្លាហើយបានប្រាក់អំណាចទាំងនេះនៅក្នុងផ្លូវខុសដោយដឹកនាំទ័ពទៅឈ្លានពានទីក្រុងរបស់មនុស្សបានធ្វើឲ្យប្រជារាស្ត្រស្លូតត្រង់ស្លាប់ជាច្រើននាក់ហើយទីក្រុងរបស់មនុស្សទាំងនោះក៏ខ្លាចទៅជាទីក្រុងចំណោះរបស់ខ្លួនលើសពីនេះទៅទៀតយក្សសមុទ្រលាន់ក៏បានដឹកនាំទ័ពទៅអុកឡុកដល់ឋានសួគ៌ទៅវាយធ្វើបាបពួកទេវតានិងពួកទេពអប្សរធ្វើឲ្យមានភាពវឹកវរពេញឋានលើដោយមើលឃើញពីភាពកាចសាហាវរបស់យក្សសមុទ្រលាន់ពួកទេវតាទាំងឡាយក៏បានរួមគ្នាទៅប្តឹងព្រះព្រហ្មឲ្យជួយដោះស្រាយរឿងនេះព្រះព្រហ្មក៏មិនបាននៅស្ងៀមឡើយហើយក៏បានអញ្ជើញព្រះវិស្ណុមកជួបនិងប្រគល់ភារកិច្ចឲ្យព្រះវិស្ណុជាអ្នកដោះស្រាយនៅក្នុងរឿងមួយនេះក្នុងភារកិច្ចនេះគឺឲ្យព្រះវិស្ណុប្រែក្រឡាយជាអាវក្រោះមាសហើយត្រូវទៅចាប់កំណើតនៅឋានមនុស្សដើម្បីបង្ក្រាបយក្សសមុទ្រលាន់អាវក្រោះមាសនេះមានពណ៌សថ្លាហើយរុំព័ទ្ធដោយមាសហើយមានឫទ្ធិអំណាចខ្លាំងក្លាអស្ចារ្យនៅពេលដែលទទួលបានភារកិច្ចហើយព្រះវិស្ណុក៏បានចុះមកចាប់កំណើតនៅទីក្រុងធំមួយគឺនគរមិថិលាដែលមានព្រះអង្គវិចិត្រនិងព្រះនាងលីឡាវតីជាស្ដេចនៃទីក្រុងនេះយប់មួយព្រះនាងលីឡាវតីបានយល់ស្បិនឃើញអាវក្រោះមាសតូចលើថ្លាដូចកែវអណ្ដែតចុះពីលើមេឃនាងក៏លូកដៃចាប់អាវក្រោះមាសនោះមកតុបពេលព្រឹកឡើងមកដល់នាងក៏បានឲ្យហោរាទស្សទាយហោរាទាយថាព្រះនាងនឹងប្រសូតបានព្រះរាជបុត្រដែលមានឫទ្ធិអំណាចខ្លាំងពូកែដែលជាអ្នកមានបុណ្យបារមីខ្ពស់មកចាប់កំណើតដែលទាំងពីរអង្គសប្បាយចិត្តយ៉ាងខ្លាំងពេលដែលឮហោរានិយាយបែបនេះពេលវេលាកន្លងផុតទៅអស់រយៈពេល9 ខែ 10 ថ្ងៃក្រោយមកព្រះនាងលីឡាវតីក៏បានប្រសូតព្រះរាជបុត្រដោយការទស្សទាយទុកពិតមែនប៉ុន្តែក្មេងប្រុសនោះកើតមកបែរជាមានមុខអាក្រក់ទៅវិញធ្វើឲ្យព្រះអង្គវិចិត្រនិងមហេសីព្រួយព្រះទ័យយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលស្ដេចទាំងពីរអង្គសម្លឹងមើលបុត្រារបស់ខ្លួនពួកគេទាំងពីរបានឃើញរូបរាងកាយរបស់បុរសម្នាក់មានដៃ4កាន់អាវុធគ្រប់ដៃដោយព្រះវិស្ណុបេះបិទពួកគេទាំងពីរក៏បានគិតថាកូនប្រុសរបស់ខ្លួនប្រហែលជាព្រះវិស្ណុចង់មកចាប់កំណើតពិតប្រាកដនេះបានធ្វើឲ្យពួកគេទាំងពីរប្រែជារីករាយយ៉ាងខ្លាំងពួកគេក៏បានដាក់ឈ្មោះឲ្យកូនប្រុសនោះថាកាយសិទ្ធិតាមការយល់សុបិនរបស់ព្រះនាងលីឡាវតីក្មេងប្រុសកាយសិទ្ធិទៅតាល់សម្រាលមិនទាន់ដឹងក្តីផងគ្រោះមហន្តរាយក៏កើតឡើងនៅទីក្រុងមិថិលាព្រោះយក្សសមុទ្រលាន់បានលើកទ័ពមកវាយយកទីក្រុងមនុស្សម្នាត្រូវរងទុក្ខវេទនារត់គេចរកកន្លែងលាក់ខ្លួនរៀងៗខ្លួនចំណែកព្រះអង្គវិចិត្រនិងព្រះនាងលីឡាវតីក៏ត្រូវរត់គេចផងដែរដោយត្រូវនាំកាយសិទ្ធិចូលទៅក្នុងព្រៃយ៉ាងលំបាកលំបិនពួកគេទាំង3នាក់បានរត់គេចអស់ជាច្រើនម៉ោងរហូតដល់អស់កម្លាំងក៏នាំគ្នាសម្រាកនៅក្រោមដើមឈើធំមួយនៅពេលនោះស្រាប់តែមានយក្សស្រីមួយឈ្មោះកេសនីកំពុងតែឃ្លានចំណីខ្លាំងក៏ស្រាប់តែប្រទះឃើញមនុស្ស3នាក់កំពុងតែដេកកណ្ដាលព្រៃក្នុងដែនដីរបស់ខ្លួននាងកេសនីក៏មានបំណងចាប់ពួកគេមកស៊ីទាំងអស់ប៉ុន្តែរុក្ខទេវតារក្សាដើមឈើបានដឹងមុនទេវតាក៏បានជួយមនុស្សទាំង3នាក់នេះដោយបានប្រាសិលធ្វើឲ្យនាងកេសនីមានអារម្មណ៍ថាឆ្អែតមិនអាចស៊ីមនុស្សទាំង3នាក់នេះបានទេនាងកេសនីភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលស្រាប់តែសុកក៏មានអារម្មណ៍ថាឆ្អែតបែបនេះប៉ុន្តែនាងនៅតែមានការសោកស្ដាយព្រោះកម្រនឹងបានម្ហូបឆ្ងាញ់បែបនេះចូលមកក្នុងតំបន់របស់ខ្លួនដូច្នេះនាងកេសនីក៏បានលួចយកក្មេងប្រុសកាយសិទ្ធិទៅដើម្បីទុកទំពាលេងពេលត្រឡប់ទៅផ្ទះវិញមួយសន្ទុះក្រោយមកព្រះអង្គវិចិត្រនិងព្រះនាងលីឡាវតីបានភ្ញាក់ដឹងខ្លួនស្រាប់តែបាត់មិនឃើញកូនប្រុសរបស់ខ្លួនពួកគេក្រឡេកទៅក្បែរនោះក៏ស្រាប់តែឃើញមានស្នាមជើងយក្សដ៏ធំសម្បើមទើបតែឆ្លងកាត់ទីនេះប្តីប្រពន្ធទាំងពីរក៏យំសោកដោយគិតថាកូនរបស់ពួកគេប្រហែលជាត្រូវយក្សស៊ីបាត់ទៅហើយប៉ុន្តែពួកគេនៅតែមិនអស់សង្ឃឹមឡើយពួកគេនៅតែព្យាយាមបន្តដំណើរស្វែងរកកូនប្រុសទូទាំងព្រៃអស់ជាច្រើនថ្ងៃ
រហូតបានជួបនឹងខ្ទឹមចាស់មួយដែលស្ថិតនៅមាត់ស្រះក្បែរទឹកជ្រោះប្តីប្រពន្ធទាំងពីរក៏អង្គុយសម្រាកហើយក៏ចាប់ផ្ដើមអស់សង្ឃឹមដោយគិតថាកូនប្រុសរបស់ពួកគេប្រហែលជាយក្សនោះចាប់ធ្វើជាចំណីបាត់ទៅហើយពួកគេក៏សម្រេចចិត្តបួសជាអ្នកកាន់សិលដែលរស់នៅក្នុងព្រៃហើយតាំងទីលំនៅនៅខ្ទឹមចាស់នោះបន្តទៀតទាំងដែលនៅក្នុងចិត្តពោរពេញទៅដោយសេចក្តីសោកសៅយ៉ាងខ្លាំងចំណែកឯនាងយក្សកេសនីវិញបន្ទាប់ពីបានលួចយកក្មេងប្រុសកាយសិទ្ធិធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវនាងបានជួបនឹងបុរសសក់វែងដៃកាន់លំពែងប្រវែង2ម៉ែត្រដែលបុរសនោះមានឈ្មោះថាកុលស័កនៅពេលដែលកុលស័កឃើញនាងកេសនីអោបក្មេងដែលជាមនុស្សមកជាមួយគាត់ក៏ចង់បានយកមកចិញ្ចឹមដែរដូច្នេះគាត់ក៏ប្រញាប់ទៅរៀងនាងកេសនីដើម្បីដណ្ដើមយកក្មេងនោះកុលស័កជាមនុស្សដែលមានអំណាចខ្លាំងណាស់ពេលដែលនាងយក្សកេសនីឃើញកុលស័កកំពុងចូលមកចង់ដណ្ដើមក្មេងពីនាងមិនព្រមឲ្យដល់ងាយនោះទេនាងបានដាក់ក្មេងប្រុសនៅលើផ្ទាំងថ្មដើម្បីចូលទៅប្រយុទ្ធជាមួយនឹងកុលស័កការប្រយុទ្ធរបស់ពួកគេទាំងពីររំញ័រពេញព្រៃរហូតដល់កម្លាំងរំញ័រនោះបានធ្វើឲ្យឥសីដែលកំពុងសមាធិមានការរំខានចិត្តព្រះឥសីក៏បានប្រើវិញ្ញាណពិសេសដើម្បីឲ្យដឹងថាមានរឿងអ្វីកើតឡើងលោកតាឥសីបាននិមិត្តឃើញថានាងយក្សកេសនីនិងកុលស័កកំពុងតែឆ្លោះគ្នាដណ្ដើមយកក្មេងប្រុសម្នាក់ដែលក្មេងប្រុសម្នាក់នោះគឺជាព្រះវិស្ណុចូលមកចាប់ជាតិនៅពេលដែលតាឥសីបានដឹងដូច្នេះគាត់ក៏ប្រញាប់ទៅដល់កន្លែងប្រយុទ្ធភ្លាមហើយបានចូលទៅហាមឃាត់ការប្រយុទ្ធរវាងអ្នកទាំងពីរនាងយក្សកេសនីនិងកុលស័កមានការគោរពកោតខ្លាចលោកតាឥសីជាខ្លាំងហើយក៏ប្រញាប់យល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នាមកក្រាបថ្វាយបង្គំលោកតាឥសីទាំងពីរនាក់លោកតាឥសីបានអប់រំទូមានអ្នកទាំងពីរឲ្យដឹងពីកំហុសរៀងៗខ្លួនហើយលោកតាឥសីប្រាប់ថាលោកតានឹងយកក្មេងប្រុសនេះទៅចិញ្ចឹមដោយកុលស័កនិងនាងកេសនីក៏ជួយចិញ្ចឹមដែរពេលវេលាបានកន្លងផុតទៅអស់ជាច្រើនឆ្នាំកាយសិទ្ធិក៏បានធំដឹងក្តីនៅកណ្ដាលព្រៃហើយទទួលការបណ្ដុះបណ្ដាលវិជ្ជាសិលពីលោកតាឥសីកុលស័កនិងនាងយក្សកេសនីជាច្រើនពេលកាយសិទ្ធិធំពេញវ័យលោកតាឥសីក៏បានធ្វើពិធីសុំអាវុធស័ក្តិសិទ្ធិពីព្រះឥសូរដើម្បីការពារខ្លួនពីសត្រូវព្រះឥសូរបានប្រទានលំពែងស័ក្តិសិទ្ធិប្រវែង7 ម៉ែត្រឲ្យកាយសិទ្ធិប្រើប្រាស់ជាអាវុធនៅក្នុងការប្រយុទ្ធជាមួយនឹងសត្រូវនៅថ្ងៃមុខស្របពេលជាមួយគ្នានេះដែរអំណាចរបស់យក្សសមុទ្រលាន់ក៏កាន់តែខ្លាំងឡើងរហូតដល់ថ្ងៃមួយយក្សសមុទ្រលាន់ថ្លើមធំដោយចង់បានរទេះរបស់ព្រះឥន្ទមកធ្វើជាយានជំនិះរបស់ខ្លួនគិតរួចហើយយក្សសមុទ្រលាន់ក៏ប្រញាប់រៀបចំកងទ័ពឡើងទៅវាយលុកឋានទេវតាដើម្បីដណ្ដើមយករទេះរបស់ព្រះឥន្ទមកធ្វើជារបស់ខ្លួនពេលព្រះឥន្ទឃើញកងទ័ពរបស់យក្សសមុទ្រលាន់ច្រើនពេកដឹងច្បាស់ថាប្រយុទ្ធមិនឈ្នះនោះទេព្រះឥន្ទបានត្រឹមតែជិះរទេះរត់យ៉ាងលឿនដើម្បីកុំឲ្យយក្សសមុទ្រលាន់ដេញទាន់យក្សសមុទ្រលាន់នាំកងទ័ពឡើងទៅឋានលើលើកនេះធ្វើឲ្យរង្គើនិងមិនលឺសំឡេងលាន់ឮទូទាំងឋានទាំង3កាយសិទ្ធិកុលស័កនិងនាងកេសនីដែលកំពុងហោះហើរវឹកហាត់វិជាគុណពួកគេក៏បានហោះកាត់ឃើញព្រះឥន្ទកំពុងរត់គេចពីពួកយក្សសមុទ្រលាន់ក្មេងប្រុសកាយសិទ្ធិមិនអាចនៅស្ងៀមបានឡើយក៏ប្រញាប់រៀបចំផែនការឲ្យអ្នកបង្រៀនទាំងពីរគឺកុលស័កនិងយក្សកេសនីទៅជួយពួកទេវតាចំណែកខ្លួនក៏ប្រញាប់ហោះទៅជួយព្រះឥន្ទដោយសារតែកាយសិទ្ធិជាព្រះវិស្ណុចាប់ជាតិហើយទទួលបានលំពែងវេទមន្តផងធ្វើឲ្យរដ្ឋអំណាចរបស់កាយសិទ្ធិកាន់តែខ្លាំងឡើងការប្រយុទ្ធគ្នារវាងកាយសិទ្ធិនិងយក្សសមុទ្រលាន់ក៏បានកើតឡើងកាយសិទ្ធិបានប្រើរដ្ឋអំណាចដែលខ្លួនបានរៀនចេះនិងប្រើលំពែងវេទមន្តវាលើយក្សសមុទ្រលាន់យក្សសមុទ្រលាន់រងរបួសយ៉ាងដំណំហើយទោះបីជាយក្សសមុទ្រលាន់ប្រឹងវាយបកទៅកាយសិទ្ធិវិញខ្លាំងប៉ុណ្ណាក៏មិនអាចធ្វើឲ្យកាយសិទ្ធិរងរបួសអ្វីឡើយពេលដែលយក្សសមុទ្រលាន់ដឹងថាខ្លួនវាមិនឈ្នះកាយសិទ្ធិក្នុងចិត្តគាត់ថាចង់ហៅកងទ័ពរបស់ខ្លួនឲ្យមកជួយប៉ុន្តែពេលងាកទៅមើលកងទ័ពក៏ឃើញថាកងទ័ពជាច្រើនត្រូវកុលស័កនិងនាងយក្សកេសនីសម្រាប់ចិត្តអស់ទៅហើយឃើញដូច្នេះយក្សសមុទ្រលាន់ក៏សម្រេចចិត្តប្រាសិលធ្វើឲ្យពពកខ្មៅក្រាបដណ្ដប់ទូទាំងឋានសួគ៌ហើយក៏កិច្ចខ្លួនចូលទៅក្នុងពពកជាមួយនឹងទាហានដែលនៅសេសសល់តិចតួចត្រឡប់ទៅសម្រាប់ព្យាបាលរបួសនៅក្នុងទីក្រុងក្រាមសមុទ្រវិញទាំងកំហឹងជួយចាប់ខ្លាំងបំផុតយក្សសមុទ្រលាន់ព្យាយាមស៊ើបអង្កេតពីប្រវត្តិរបស់កាយសិទ្ធិរហូតបានដឹងថាកាយសិទ្ធិគឺជាបុត្រារបស់ស្ដេចនៃក្រុងមិថិលាដែលខ្លួនដណ្ដើមកាលពីប៉ុន្មានឆ្នាំមុនដូច្នេះសមុទ្រលាន់ក៏ប្រញាប់ផ្ញើសារទៅសុំជំនួយពីបិសាចក្របីនិងបិសាចតោដែលជាមិត្តភក្តិជិតស្និទ្ធទាំងពីររបស់យក្សសមុទ្រលាន់ឲ្យមកជួយការ
ពារទីក្រុងមិថិលាព្រោះជឿថាកាយសិទ្ធិនឹងមកដណ្ដើមយកទៅវិញនៅក្នុងពេលឆាប់ៗនេះមិត្តភ័ក្តិទាំងពីរនាក់ក៏ប្រញាប់រៀបចំកងទ័ពធ្វើដំណើរមកគ្រប់គ្រងនៅទីក្រុងមិថិលាយ៉ាងតឹងរ៉ឹងបំផុតនៅឋានសួគ៌ពេលដែលកាយសិទ្ធិកុលស័កនិងនាងយក្ខេសនីដែលបានចូលជួយកម្ចាត់កងទ័ពរបស់ពួកយក្សសមុទ្រលាន់ពួកគេក៏ទទួលបានការកោតសរសើរពីព្រះឥន្ទនិងពួកទេវតាយ៉ាងច្រើនលើសលប់ហើយក៏ទទួលបានពរឲ្យមានជីវិតអមតៈពីព្រះឥន្ទទៀតផងលើសពីនេះព្រះឥន្ទក៏បានរៀបរាប់ពីប្រវត្តិរបស់កាយសិទ្ធិឲ្យខ្លួនរបស់គេស្ដាប់ហើយប្រាប់ទៀតថាឥឡូវនេះដល់ពេលដែលត្រូវចេញដំណើរស្វែងរកឪពុកម្ដាយនិងត្រូវទៅដណ្ដើមយកក្រុងមិថិលាមកវិញហើយនេះគឺជាលើកទី1ហើយដែលកាយសិទ្ធិបានស្ដាប់រឿងរ៉ាវរបស់ខ្លួនគេមានអារម្មណ៍ថាសោកសៅខ្លាំងណាស់មុននឹងក្រាបលាព្រះឥន្ទហើយត្រឡប់ទៅរកតាឥសីវិញនៅពេលដែលអ្នកទាំង3បានធ្វើដំណើរមកដល់អាស្រមលោកតាឥសីហើយពួកគេក៏បានក្រាបលាលោកតាឥសីដើម្បីនឹងចេញដំណើរទៅដណ្ដើមយកក្រុងមិថិលាមកវិញតាមការណែនាំរបស់ព្រះឥន្ទលោកតាឥសីក៏បានប្រសិទ្ធពរជ័យដល់សិស្សទាំង3នាក់បន្ទាប់មកកាយសិទ្ធិកុលស័កនិងនាងយក្ខេសនីក៏នាំគ្នាហោះឡើងទៅលើមេឃដើម្បីធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញអស់រយៈពេល7ថ្ងៃរហូតដល់ពួកគេបានមកដល់ទីក្រុងមិថិលាប៉ុន្តែពួកគេនៅតែមិនអាចចូលទៅទីក្រុងបានទេព្រោះទូទាំងក្រុងពោរពេញទៅដោយកងទ័ពក្របីនិងកងទ័ពតោដែលនៅយាមការពារទីក្រុងកុលស័កដែលស្គាល់ពួកបិសាចទាំងនេះច្បាស់ក៏ដឹងថាពួកគេទាំង3នាក់មិនអាចតទល់នឹងពួកបិសាចនេះបានឡើយដូច្នេះកុលស័កក៏បានឲ្យនាងយក្ខេសនីទៅរៀបចំកងទ័ពខ្មោចព្រៃរបស់ខ្លួនចំណែកកុលស័កនឹងរៀបចំពិធីបង្កើតកងទ័ពខ្មោចរបស់ខ្លួនដែលខ្លួនធ្លាប់រៀនចេះពីលោកតាឥសីមកធ្វើជាកម្លាំងជំនួយប្រយុទ្ធបន្ថែមនៅពេលដែលកងទ័ពខ្មោចរបស់នាងយក្ខេសនីនិងកងទ័ពខ្មោចរបស់កុលស័កបានរួមគ្នារួចរាល់ហើយកាយសិទ្ធិក៏ដឹកនាំទ័ពវាយលុកចូលទីក្រុងមិថិលាភ្លាមប៉ុន្តែពេលដែលកុលស័កចូលទៅប្រយុទ្ធជាមួយនឹងស្ដេចបិសាចក្របីក៏ត្រូវបិសាចក្របីចូលលុកកុលស័កឲ្យខ្ទាតទៅក្រៅក្រុងរាប់សិបយោជន៍ធ្វើឲ្យកុលស័កដេកសន្លប់នៅកណ្ដាលព្រៃអស់មួយសន្ទុះពេលដឹងខ្លួនមកវិញកុលស័កក៏ប្រញាប់រត់ទៅទីលានប្រយុទ្ធវិញប៉ុន្តែនៅតាមផ្លូវកុលស័កបានជួបនឹងមិត្តចាស់របស់គាត់ឈ្មោះទុនសាយខ្មៅពួកគេទាំងពីរនាក់រីករាយខ្លាំងណាស់ដែលបានជួបគ្នាម្ដងទៀតទុនសាយខ្មៅសួរនាំរឿងរ៉ាវហេតុអ្វីបានជាកុលស័កមកនៅទីនេះកុលស័កក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ដែលបានកាត់ឡើងទុនសាយខ្មៅក៏សូមទៅជួយប្រយុទ្ធដែរពួកគេទាំងពីរក៏ប្រញាប់ធ្វើដំណើរត្រឡប់ទៅកាន់សមរភូមិយ៉ាងលឿនហើយក៏ចូលទៅវាយប្រហារពួកកងទ័ពបិសាចភ្លាមអ្នកទាំងពីរបានរួមដៃគ្នាប្រយុទ្ធជាមួយនឹងបិសាចក្របីហើយក៏អាចសម្លាប់បិសាចក្របីបានសម្រេចដើម្បីធ្វើឲ្យសត្រូវភ័យខ្លាចកុលស័កក៏បានកាត់ក្បាលបិសាចក្របីហើយបោះវាឲ្យធ្លាក់ទៅកាន់ទីក្រុងរាមាដែលជាទីក្រុងរបស់យក្សសមុទ្រលាន់ចំណែកឯនាងយក្ខេសនីដែលបានប្រយុទ្ធជាមួយនឹងបិសាចតោនាងក៏អាចសម្លាប់សត្វតោនិងបានកាត់ក្បាលរបស់វាបោះចូលទៅក្នុងទីក្រុងនៃបាតសមុទ្របានដូចគ្នាទីបំផុតកាយសិទ្ធិក៏ជាអ្នកឈ្នះហើយទទួលបានទីក្រុងកំណើតរបស់ខ្លួនមកវិញប៉ុន្តែគេមិនបានគិតចង់គ្រប់គ្រងឡើយគេបានចាត់ចែងឲ្យមនុស្សចេញទៅតាមរកព្រះអង្គវិចិត្រនិងព្រះនាងលីឡាវតីឲ្យមកគ្រប់គ្រងគ្រប់ដូចដើមវិញក្នុងអំឡុងពេលនេះកាយសិទ្ធិក៏បានត្រៀមកងទ័ពវឹកហាត់ការប្រយុទ្ធជានិច្ចដើម្បីត្រៀមខ្លួនការពារពីយក្សសមុទ្រលាន់មកវាយប្រហារយកក្រុងវិញចំពោះសមុទ្រលាន់ដែលនៅក្នុងទីក្រុងក្រំសមុទ្រនៅពេលដែលឃើញក្បាលរបស់ស្ដេចក្របីនិងក្បាលរបស់ស្ដេចតោដែលជាមិត្តភក្តិរបស់ខ្លួនធ្លាក់ចុះមកទីក្រុងយក្សសមុទ្រលាន់ខាងកាន់តែខ្លាំងហើយក៏ប្រញាប់ផ្ញើសារទៅសុំជំនួយពីក្រុងមារយក្សក្រុងមារដែលមានរដ្ឋអំណាចគ្រប់គ្រងផ្នែកបន្ទោលភ្លាមនោះនៅពេលដែលក្រុងមារដឹងថាយក្សសមុទ្រលាន់កំពុងជួបការលំបាកគេក៏ប្រញាប់រៀបចំកងទ័ពហោះឡើងទៅលើមេឃធ្វើដំណើរតាមផ្លូវបន្ទោលក្នុងពពកពោះទៅកាន់ទីក្រុងមិថិលាយ៉ាងលឿននាងកេសនីដែលកំពុងដេកលក់យ៉ាងស្រួលនៅក្នុងទីក្រុងក៏បានយល់សុបិនឃើញថាមានកងទ័ពយក្សជាច្រើនកំពុងហោះមកកាន់ទីក្រុងរបស់ខ្លួនហើយនាងក៏ប្រញាប់នាំរឿងនេះទៅប្រាប់កាយសិទ្ធិឲ្យត្រៀមខ្លួននៅក្នុងការប្រយុទ្ធពេលដែលកងទ័ពរបស់យក្សក្រុងមារមកដល់ភាគីទាំងពីរក៏ប្រយុទ្ធអស់ជាច្រើនម៉ោងនៅតែមិនដឹងថាអ្នកណាឈ្នះអ្នកណាចាញ់នោះទេយក្សក្រុងមារក៏បានកោះហៅភ្លេចបន្ទោលមកបាញ់ចំកណ្ដាលសមរភូមិរហូតធ្វើឲ្យកងទ័ពខ្មោចរបស់នាងយក្ខេសនីនិងកងទ័ពខ្មោចរបស់កុលស័កដួលសន្លប់ភ្លាមកាយសិទ្ធិខ្លាំងណាស់ក៏ប្រញាប់ហោះឡើងទៅលើមេឃទៅប្រយុទ្ធជាមួយនឹងយក្សក្រុងមារប៉ុន្តែកាយសិទ្ធិមិនអាចឈ្នះយក្សក្រុងមារបានទេបន្ទាប់មកយក្សក្រុងមារក៏បានប្រើភ្លេចបន្ទោលបាញ់មកត្រូវកាយសិទ្ធិធ្វើឲ្យកាយសិទ្ធិបាត់បង់ស្មារតីហើយត្រូវយក្សក្រុងមារចាប់ចងដៃទាំងសងខាង
ហើយយក្សក្រុងមាក៏បានប្រាសិលដោះយកអាវក្រោះមារបស់កាយសិទ្ធចេញដូច្នេះធ្វើឲ្យរាងកាយរបស់កាយសិទ្ធបង្ហាញនៅរូបរាងពិតរបស់គាត់យក្សក្រុងមាក៏បានយកអាវក្រោះមានិងលំពែងវេទមន្តរបស់កាយសិទ្ធទុកហើយក៏ឃុំខ្លួននៅក្នុងគុកនៃទីក្រុងរបស់យក្សក្រុងមាដើម្បីរងចាំបញ្ជូនទៅឲ្យយក្សសមុទ្រលាន់ចាត់ការបន្តចំពោះសមរភូមិនៅទីក្រុងមិថិលាបន្ទាប់ពីពួកគេត្រូវបានភ្លេចបន្តបាញ់រហូតដល់ស្លាប់ព្រមគ្នាជាមួយនឹងកងទ័ពទាំងមូលមិនយូរប៉ុន្មានពួកគេក៏ដឹងខ្លួនឡើងវិញហើយក៏ដឹងថាកាយសិទ្ធបាត់ខ្លួនអ្នកទាំងអស់គ្នាក៏បានសម្រេចថានឹងឲ្យនាងយក្សកេសនីមើលការពារទីក្រុងចំណែកពួកគេនឹងជួយគ្នាទៅតាមរកកាយសិទ្ធពេលបានព្រមព្រៀងគ្នាហើយពួកគេក៏បំបីភើគ្នាទៅបំពេញភារកិច្ចរៀងៗខ្លួនចំពោះកាយសិទ្ធវិញបន្ទាប់ពីត្រូវចាប់ខ្លួននិងត្រូវបានដកហូតអាវុធពិសេសទាំងពីរហើយគាត់ក៏ត្រូវបានឃុំឃាំងនៅក្នុងទ្រុងដាក់កណ្ដាលទីក្រុងឲ្យពួកយក្សមកចំរលមើលកាយសិទ្ធដែលមិនបានពាក់អាវក្រោះមាសបានបង្ហាញរូបរាងពិតគឺពិតជាស្រស់ស្អាតខ្លាំងណាស់ស្រីៗទាំងឡាយនៅក្នុងក្រុងនិងនាងរាជិនីនាំគ្នាមកចំរលមើលរហូតដល់សម្រស់របស់កាយសិទ្ធល្បីទៅដល់ត្រចៀកនាងកូឡាជាកូនមនុស្សដែលយក្សក្រុងមាចាប់មកចិញ្ចឹមនាងកូឡាក៏កាត់ចិត្តចង់ឃើញថាតើអ្នកទោសដល់សង្ហាដែលឪពុកចាប់មកនេះសង្ហាដល់កម្រិតណានាងក៏បានខ្លាញ់ខ្លួនជាអ្នកម្នាងចេញទៅក្រៅវាំងជាមួយនឹងភីលៀងគឺអ្នកបម្រើដើម្បីមើលមកកាយសិទ្ធគ្រាន់តែបានឃើញភ្លាមនាងក៏លងស្រឡាញ់កាយសិទ្ធភ្លាមហើយមានអារម្មណ៍ថាអាណិតបុរសម្នាក់នេះជាខ្លាំងនាងកូឡាក៏ព្យាយាមរកវិធីជួយកាយសិទ្ធឲ្យមានសេរីភាពរហូតដល់ថ្ងៃកំណត់យក្សក្រុងមាក៏បាននាំកាយសិទ្ធធ្វើដំណើរយកទៅឲ្យយក្សសមុទ្រលាន់នៅទីក្រុងក្រំសមុទ្រនាងកូឡាក៏ឆ្លៀតពេលដែលឪពុកខ្លួនមិននៅនាងក៏ចូលទៅលួចអាវក្រោះមាសនិងលំពែងវេទមន្តដែលឪពុកបានដកហូតពីកាយសិទ្ធនាងកូឡាបានពាក់អាវក្រោះមាសនេះទៅលើខ្លួនដោយអំណាចវិសេសនៃអាវក្រោះមាសនេះបានធ្វើឲ្យរាងកាយរបស់នាងផ្លាស់ប្ដូរមានមុខមាត់ដូចកាយសិទ្ធពេលពាក់អាវក្រោះមាសនេះដែរបន្ទាប់មកនាងកូឡាក៏ប្រញាប់ហោះតាមក្បួនដង្ហែរបស់ឪពុកហើយក៏បានឃើញកាយសិទ្ធកំពុងឃុំខ្លួននៅក្នុងទ្រុងដែលគេកំពុងដង្ហែនាងកូឡាក៏បានលួចចូលទៅវាយប្រហារពួកកងទ័ពយក្សដែលកំពុងការពារកាយសិទ្ធហើយក៏អាចវាយឈ្នះពួកកងទ័ពទាំងនេះបន្ទាប់មកនាងក៏ដណ្ដើមយកកាយសិទ្ធចេញពីទ្រុងរួចក៏ហោះចេញទៅឆ្ងាយពីក្បួនដង្ហែកាយសិទ្ធមានអារម្មណ៍ងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលឃើញអ្នកផ្សេងពាក់អាវក្រោះរបស់ខ្លួនហើយមានរូបរាងដូចខ្លួនប៉ុន្តែនៅតែមិនទាន់មានពេលសូមយកមកវិញឡើយព្រោះត្រូវប្រញាប់ហោះគេចឲ្យលឿនបំផុតពេលយក្សក្រុងមាដឹងខ្លួនហើយយល់ច្រឡំថានាងកូឡាគឺជាកាយសិទ្ធដែលបានបំបែកគុកគាត់ក៏ព្យាយាមប្រើភ្លេចបន្ទោលបាញ់ទៅលើនាងកូឡាប៉ុន្តែនាងកូឡាដឹងពីល្បិចនៅក្នុងការគេចខ្លួននាងក៏ត្រូវរត់ចូលទៅក្នុងព្រៃដើម្បីលាក់ខ្លួនតាមម្លប់ឈើនៅពេលនោះដែរក្រុមរបស់កុលស័កនិងទន្សាយខ្មៅឮសំឡេងភ្លេចបន្ទោលហើយក៏រត់ទៅតាមសំឡេងរហូតបានជួបនឹងនាងកូឡាហើយគិតថានេះគឺជាកាយសិទ្ធពិតប្រាកដក៏នាំគ្នារត់ចូលទៅអោបដោយក្តីរីករាយយ៉ាងខ្លាំងនាងកូឡាឃើញថាអ្នកទាំងនេះគឺជាបពុរបស់កាយសិទ្ធក៏បានសុំជំនួយពីពួកគេព្រោះយក្សក្រុងមាកំពុងតាមមកហើយភ្លាមនោះនៅពេលដែលយក្សក្រុងមាចុះមកដល់ដីភាគីទាំងពីរក៏បានប្រយុទ្ធគ្នាយ៉ាងសាហាវប៉ុន្តែពួកគេមិនអាចទប់ទល់នឹងកម្លាំងភ្លេចបន្ទោរបស់យក្សក្រុងមាបានឡើយនាងកូឡាក៏បានណែនាំឲ្យដណ្ដើមយកអាវុធភ្លេចបន្ទោពីដៃរបស់យក្សក្រុងមាទើបអាចយកឈ្នះគេបានបន្ទាប់មកទន្សាយខ្មៅក៏បានប្រើខែលប្រចាំកាយរបស់ខ្លួនទៅបិទបាំងពន្លឺព្រះអាទិត្យឲ្យមានភាពងងឹតដើម្បីបោកបញ្ឆោតយក្សក្រុងមាមើលមិនច្បាស់ហើយភ្ញាក់ខ្លួនបើកឱកាសឲ្យកុលស័កចូលទៅដណ្ដើមយកអាវុធភ្លេចបន្ទោពីដៃរបស់យក្សក្រុងមាបានសម្រេចហើយកុលស័កក៏បានប្រើអាវុធពិសេសវាចំកណ្ដាលមុខយក្សក្រុងមារហូតដាច់ជាពីរហើយក៏ស្លាប់បាត់ទៅនាងកូឡាក្នុងសម្លៀកបំពាក់កាយសិទ្ធនៅពេលដែលបានឃើញដូច្នេះនាងក៏យំយ៉ាងខ្លាំងធ្វើឲ្យកុលស័កនិងទន្សាយខ្មៅចាប់ផ្ដើមសង្ស័យថាហេតុអ្វីបានជាកាយសិទ្ធយំហើយធ្វើឲ្យពួកគេចាប់ផ្ដើមសង្ស័យថាប្រហែលមិនមែនជាកាយសិទ្ធពិតប្រាកដឡើយពួកគេក៏បានសួរនាំនាងកូឡាប៉ុន្តែនាងកូឡាមិនអាចប្រាប់បានទេលុះពួកគេប្រាប់នាងកូឡាថានឹងនាំត្រឡប់ទៅក្រុងមិថិលាវិញប៉ុន្តែតាមពិតពួកគេនាំទៅរកលោកតាឥសីដើម្បីឲ្យលោកតាឥសីជួយបញ្ជាក់ពីអត្តសញ្ញាណពិតប្រាកដចំពោះកាយសិទ្ធពិតប្រាកដវិញបន្ទាប់ពីបានហោះកិច្ចខ្លួនមកគាត់ក៏បានដើរលូនតាមព្រៃភ្នំដើម្បីលាក់ខ្លួននិងរើផ្លូវត្រឡប់ទៅទីក្រុងរបស់ខ្លួនវិញនៅតាមផ្លូវក្នុងព្រៃកាយសិទ្ធ
ក៏បានជួបនឹងប្តីប្រពន្ធមួយគូដែលតាំងពីអ្នកនោះគឺជាមេដាបៃតារបស់ខ្លួនប៉ុន្តែនៅមិនទាន់ស្គាល់គ្នាទេពីព្រោះកាយសិទ្ធិបានចាក់ចែងតាំងពីតូចមកម្លេះកាយសិទ្ធិបានឃើញប្តីប្រពន្ធទាំងពីរកំពុងតែសមាធិមិនហ៊ានចូលទៅរំខានមួយសន្ទុះក្រោយមកគាត់ក៏ដាច់ចិត្តចូលទៅសួរនាំផ្លូវប្តីប្រពន្ធទាំងពីរឃើញថាបុរសវ័យក្មេងនេះវង្វេងផ្លូវក៏សួរនាំថាជាអ្នកណាមកពីណាកាយសិទ្ធិក៏បានណែនាំខ្លួននិងរៀបរាប់រឿងរ៉ាវទាំងអស់របស់ខ្លួនឲ្យពួកគាត់ស្ដាប់ពេលនេះហើយដែលព្រះអង្គវិចិត្រនិងព្រះនាងលីឡាវតីស្រក់ទឹកភ្នែកដោយការរំជួយចិត្តយ៉ាងខ្លាំងដឹងថាកូនរបស់ខ្លួននៅមានជីវិតនៅឡើយចំណែកឯកាយសិទ្ធិវិញនៅពេលដែលបានដឹងថាអ្នកទាំងពីរគឺជាឪពុកម្ដាយក៏យំដោយក្តីរំភើបបន្ទាប់ពីឪពុកម្ដាយនិងកូនបាននិយាយគ្នារួចហើយកាយសិទ្ធិក៏បានអញ្ជើញឪពុកម្ដាយឲ្យត្រឡប់ទៅគ្រប់គ្រងក្រុងមីធីលាវិញពីព្រោះឥឡូវទីក្រុងមានសេរីភាពឡើងវិញហើយព្រះអង្គវិចិត្រនិងព្រះនាងលីឡាវតីក៏មានការសប្បាយចិត្តមួយកម្រិតទៀតដែលដឹងថានគររបស់ខ្លួនត្រូវដណ្ដើមមកវិញដោយស្នាដៃកូនរបស់ខ្លួនបន្ទាប់មកពួកគេទាំង3នាក់ក៏ចេញដំណើរពីព្រៃទៅនគរជាមួយគ្នាក្នុងអំឡុងពេលធ្វើដំណើរនេះកាយសិទ្ធិនិងឪពុកម្ដាយក៏បានជួបនឹងកុលស័កទន្សាយខ្មៅនិងនាងកូឡាភាគីទាំងពីរមានការភ័ន្តច្រឡំលើគ្នាហើយនាងកូឡាដែលក្នុងរូបរាងជាកាយសិទ្ធិបានព្យាយាមពន្យល់ថាបុរសសង្ហានេះគឺជាកាយសិទ្ធិពិតប្រាកដប៉ុន្តែក៏គ្មានអ្នកណាម្នាក់ជឿឡើយរហូតដល់នាងកូឡាបានឃើញថាបុរសជាទីស្រឡាញ់មានសុវត្ថិភាពហើយនាងក៏បានដោះអាវក្រោះមាសហើយត្រឡប់មកជាស្រីស្អាតវិញមុននឹងសារភាពរឿងរ៉ាវដែលបានកើតឡើងនិងសូមអភ័យទោសដែលខ្លួននាងត្រូវកុហកមនុស្សគ្រប់គ្នាប៉ុន្តែក៏គ្មានអ្នកណាម្នាក់ខឹងនាងឡើយព្រោះចាត់ទុកថានាងបានជួយកាយសិទ្ធិឲ្យរត់គេចខ្លួនមានសុវត្ថិភាពបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានចេញពីព្រៃត្រឡប់ទៅក្រុងមិថិលាវិញដោយសុវត្ថិភាពព្រះអង្គវិចិត្រនិងព្រះនាងលីឡាវតីក៏បានឡើងគ្រប់គ្រងរាជបន្តទៀតចំណែកឯកាយសិទ្ធិក៏បានរស់នៅស្រុកកំណើតជាមួយនឹងឪពុកម្ដាយនិងបងប្អូនទាំង3នាក់របស់គាត់យ៉ាងមានក្តីសុខប៉ុន្តែមិនយូរប៉ុន្មានកាយសិទ្ធិក៏បានលងស្រឡាញ់នាងកូឡាហើយក៏បានរៀបអភិសេកជាមួយនឹងគ្នាខណៈពេលដែលក្រុងមិថិលាកំពុងរីករាយសប្បាយយ៉ាងខ្លាំងពេលនោះយក្សសមុទ្រលាន់ទើបតែដឹងថាយក្សក្រុងមាដែលជាមិត្តភក្តិរបស់ខ្លួនត្រូវបានស្លាប់ម្នាក់ទៀតហើយគាត់ក៏ខឹងសម្បាយយ៉ាងខ្លាំងក៏ប្រញាប់ផ្ញើសារក៏ហៅបិសាចប្រជាវដែលជាមិត្តភក្តិម្នាក់ទៀតរបស់គាត់ឲ្យមកជួយភ្លាមនាងយក្សកេសនីក៏អាចដឹងមុនថាកងទ័ពបិសាចប្រជាវកំពុងវាយលុកទីក្រុងនាងក៏ប្រញាប់យករឿងនេះទៅប្រាប់កាយសិទ្ធិហើយនាងក៏ប្រមូលកងទ័ពខ្មៅរបស់ខ្លួននិងកងទ័ពខ្មៅរបស់កុលស័កត្រៀមខ្លួនដើម្បីប្រយុទ្ធកាយសិទ្ធិក៏ไปអាចក្រោះមាសវិញហើយក៏ដឹកនាំទ័ពនៅពេលនោះដោយខ្លួនឯងនៅពេលដែលកងទ័ពបិសាចប្រជាវមកដល់មកទ្វារទីក្រុងភាគីទាំងពីរក៏ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបិសាចប្រជាវមានយុទ្ធសាស្ត្រខ្លាំងណាស់ហើយក៏អាចចាប់កុលស័កទន្សាយខ្មៅនិងមេក្រុមរបស់ទីហ៊ានខ្មោចដាក់ចូលទៅក្នុងពោះរបស់ខ្លួននៅពេលដែលកាយសិទ្ធិឃើញបងប្អូនរបស់ខ្លួនត្រូវបានចាប់ដាក់ក្នុងពោះរបស់ស្ដេចបិសាចគាត់ក៏ប្រញាប់ប្រើលំពេងវេទមន្តទៅវាយស្ដេចបិសាចឲ្យខ្ទាតចូលព្រៃទៅឆ្ងាយពីទីក្រុងហើយស្ដេចបិសាចប្រជានោះក៏ដួលសន្លប់ភ្លាមពួកគេទាំង3នាក់ក៏នាំគ្នារត់គេចខ្លួនយ៉ាងលឿននៅពេលដែលស្ដេចបិសាចដឹងខ្លួនឡើងវិញហើយគាត់ក៏ដឹងថាខ្លួនគាត់មិនអាចច្បាំងឈ្នះកាយសិទ្ធិឡើយហើយបុរស3នាក់ដែលគាត់ចាប់បានមកដាក់ក្នុងពោះនោះក៏រត់បាត់អស់ហើយស្ដេចបិសាចប្រជាវក៏មិនហ៊ានប្រយុទ្ធទៀតឡើយក៏សម្រេចចិត្តហោះឡើងទៅលើមេឃកិច្ចទៅរកទីក្រុងក្រោមសមុទ្រដែលជាទីក្រុងរបស់យក្សសមុទ្រលាន់នៅពេលដែលស្ដេចបិសាចប្រជាវហោះកាត់ទីក្រុងមិថិលានាងយក្សកេសនីក៏បានឃើញនាងក៏ប្រញាប់ហៅកាយសិទ្ធិឲ្យតាមវាទៅព្រោះយល់ថាបងប្អូនទាំង3នាក់នៅតែនៅក្នុងពោះរបស់វានៅឡើយកាយសិទ្ធិនិងនាងយក្សកេសនីក៏បានតាមរហូតទៅដល់ផ្លូវចូលទៅក្នុងទីក្រុងនៃក្រោមសមុទ្រនាងយក្សកេសនីខឹងនឹងស្ដេចបិសាចប្រជាវខ្លាំងណាស់ដែលបានចាប់បងប្អូនរបស់នាងមិននិយាយអ្វីទាំងអស់ក៏ចូលទៅសម្លាប់ពួកកងទ័ពរបស់យក្សសមុទ្រលាន់រហូតដល់ស្លាប់អស់ជាច្រើនហើយនាងក៏បានប្រយុទ្ធជាមួយនឹងស្ដេចបិសាចអ្នកទាំងពីរប្រយុទ្ធគ្នាសាហាវខ្លាំងណាស់ទីបំផុតនាងយក្សកេសនីក៏អាចសម្លាប់ស្ដេចបិសាចប្រជានោះបានហើយក៏ព្យាយាមស្វែងរកបងប្អូនទាំង3នាក់របស់ខ្លួននៅក្នុងពោះរបស់វាប៉ុន្តែនៅពេលដែលរកមើលបែរជាគ្មាននរណាម្នាក់នៅក្នុងនោះឡើយចំណែកឯកាយសិទ្ធិក៏បានហោះចូលទៅប្រយុទ្ធជាមួយនឹងយក្សសមុទ្រលាន់ថ្វាយដៃរបស់ពួកគេទាំងពីរមានភាពប្រហាក់ប្រហែលគ្នានៅពេលដែលយក្សសមុទ្រលាន់ព្រោះភ្លើងមកដាក់កាយសិទ្ធិក៏អាចព្រោះទាំងមាត់ពន្លត់វា
បើសមុទ្រលាន់បញ្ចេញសំណាញ់វេទមន្តមកចាប់កាយសិទ្ធិក៏ប្រើសិលវេទមន្តទម្លុះសំណាញ់នោះបានពួកគេទាំងពីរប្រយុទ្ធគ្នាយ៉ាងយូរមិនមានឈ្នះចាញ់រហូតដល់នាងយក្ខិសនីយកសាកសពរបស់ស្ដេចបិសាចប្រជាវមកបង្ហាញយក្ខសមុទ្រលាន់គ្រាន់តែឃើញភ្លាមក៏ចាប់ផ្ដើមភ័យខ្លាចនិងចុះខ្សោយកម្លាំងភ្លាមយក្ខសមុទ្រលាន់មិនអាចប្រយុទ្ធបានទៀតទេក៏ប្រើកម្លាំងចុងក្រោយដើម្បីរត់គេចខ្លួនហើយក៏បោះបង់ទីក្រុងនិងកងទ័ពរបស់ខ្លួនចោលពួកកងទ័ពយក្ខដែលបានឃើញស្ដេចយក្ខរត់គេចខ្លួនទៅពួកគេក៏មិនហ៊ានប្រយុទ្ធជាមួយនឹងកាយសិទ្ធិដែរហើយក៏សុំចោះចាញ់ហើយសូមឲ្យកាយសិទ្ធិគ្រប់គ្រងនៅទីនេះបន្តប៉ុន្តែកាយសិទ្ធិមិនបានគិតចង់គ្រប់គ្រងនៅទីក្រុងនោះឡើយកាយសិទ្ធិគ្រាន់តែហាមមិនឲ្យកងទ័ពយក្ខទាំងនេះទៅរំខានក្រុងមិថិលាទៀតឡើយបន្ទាប់មកកាយសិទ្ធិនិងនាងយក្ខិសនីក៏សម្រាប់បន្តិចដើម្បីឲ្យមានកម្លាំងមុននឹងចេញដំណើរទៅតាមប្រមាណយក្ខសមុទ្រលាន់បន្តនៅពេលនោះដែរយក្ខសមុទ្រលាន់ក៏បានរត់ទៅពឹងស្ដេចគីង្គក់ដែលមានពឹសពិសេសអាចសម្លាប់សត្រូវបានយ៉ាងងាយស្ដេចបិសាចគីង្គក់ក៏ស្ម័គ្រចិត្តទៅចាប់ខ្លួនរបស់កាយសិទ្ធិមកឲ្យយក្ខសមុទ្រលាន់សងសឹកស្ដេចបិសាចគីង្គក់ក៏ធ្វើដំណើរទៅកាន់ទីក្រុងក្រោមសមុទ្រដើម្បីព្រុសពឹសដាក់ទូទាំងក្រុងទាំងមូលធ្វើឲ្យយក្ខនៅក្នុងទីក្រុងទាំងអស់រួមទាំងកាយសិទ្ធិនិងនាងយក្ខិសនីគឺសន្លប់ទាំងអស់ស្ដេចបិសាចគីង្គក់ក៏ប្រញាប់ចូលទៅក្នុងបន្ទប់ដេករបស់កាយសិទ្ធិហើយចាប់ខ្លួនគាត់ចេញពីទីក្រុងភ្លាមកាយសិទ្ធិមិនបានពាក់អាវក្រោះមាសឬមានលំពេងជាប់ខ្លួនឡើយគាត់ត្រូវបានចាប់ខ្លួននាំយកទៅទីក្រុងរបស់ស្ដេចគីង្គក់នាងយក្ខិសនីក៏ភ្ញាក់ដឹងខ្លួនមុនគេហើយបានឃើញដោយញាណពិសេសរបស់នាងថាបិសាចគីង្គក់កំពុងយកកាយសិទ្ធិទៅនគររបស់ខ្លួនហើយនាងយក្ខិសនីក៏មិនរងចាំយូរឡើយប្រញាប់យកអាវក្រោះមាសនិងលំពេងវេទមន្តរបស់កាយសិទ្ធិចេញដំណើរតាមទៅជួយភ្លាមនាងក៏បានទៅបបួលកលស័កនិងទន្សាយខ្មៅដើម្បីនាំគ្នាធ្វើដំណើរទៅកាន់ទីក្រុងរបស់ស្ដេចបិសាចគីង្គក់មិនយូរប៉ុន្មានពួកគេក៏មកដល់គោលដៅនាងយក្ខិសនីក៏បានហៅកងទ័ពខ្មៅព្រៃមកធ្វើជាកម្លាំងជំនួយហើយបានប្រយុទ្ធជាមួយនឹងកងទ័ពរបស់ស្ដេចបិសាចគីង្គក់យ៉ាងស្វិតស្វាញបំផុតនៅក្នុងពេលនោះកលស័កនិងទន្សាយខ្មៅក៏បានលូតចូលទៅជួយកាយសិទ្ធិនៅក្នុងឡានភ្នំហើយក៏ប្រគល់អាវក្រោះមាសនិងលំពេងវេទមន្តទៅឲ្យកាយសិទ្ធិនៅពេលដែលពួកគេគ្រប់គ្នាបានជុំគ្នាហើយការប្រយុទ្ធចុងក្រោយក៏បានមកដល់ពួកគេរួមគ្នាតទល់ជាមួយនឹងកងទ័ពនិងស្ដេចបិសាចគីង្គក់ចំណែកឯកាយសិទ្ធិក៏ចូលទៅប្រយុទ្ធជាមួយនឹងយក្ខសមុទ្រលាន់រហូតដល់ទីបំផុតពួកគេក៏អាចសម្លាប់បិសាចគីង្គក់និងយក្ខសមុទ្រលាន់បានសម្រេចបន្ទាប់មកកាយសិទ្ធិក៏នាំបងប្អូនទាំងអស់ធ្វើដំណើរទៅកាន់ទីក្រុងមិថិលាវិញដោយសុខសុវត្ថិភាពចាប់តាំងពីពេលនោះមកមនុស្សគ្រប់គ្នាក៏រស់នៅបានយ៉ាងសុខសប្បាយមានសង្គ្រាមជីវិតគ្រួសារមានតែភាពរីករាយទីក្រុងស្គាល់តែភាពសម្បូរសប្បាយជារៀងរហូតមកជាចុងក្រោយប្រសិនបើលោកអ្នកចូលចិត្តវីដេអូបែបនេះសូមកុំភ្លេចចុច like subscribe ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំនិងក្រុមការងារដើម្បីផលិតវីដេអូថ្មីៗបន្ត